រឿងបរោះចំណាស់និងសេះដែលបាត់របស់គាត់នេះជារឿងដំណើរចិនបុរាណដ៏ល្បីល្បាញមួយដែលបង្រៀនយើងអំពីការគ្រប់គ្រងអារម្មណ៍និងការគិតឲ្យបានវែងឆ្ងាយនៅក្នុងភូមិបុរាណមួយនៃប្រទេសចិនមានកសិករចំណាស់ម្នាក់រស់នៅថ្ងៃមួយសេះរបស់គាត់បានរត់ចេញពីផ្ទះទៅបានអ្នកជិតខាងរបស់គាត់បានមកមើលហើយនិយាយថាលោកចំជាសយមែនបរោះចំណាស់បានឆ្លើយដោយចិត្តត្រជាក់ថាប្រហែលហើយពី3ថ្ងៃក្រោយមកសេះរបស់គាត់បានត្រឡប់មកវិញហើយវាបាននាំសេះព្រៃជាច្រើនមកជាមួយអ្នកជិតខាងបានស្រែកថាលោកមានសំណាងអស្ចារ្យណាស់ជាថ្មីម្ដងទៀតបរោះចំណាស់បាននិយាយថាប្រហែលហើយក្រោយមកកូនប្រុសរបស់គាត់បានព្យាយាមជិះសេះព្រៃមួយក្បាលហើយគាត់បានដួលបាក់កងជើងអ្នកជិតខាងបានចំអកថាលោកជួបសំណាងអាក្រក់ណាស់បរោះចំណាស់បានឆ្លើយថាប្រហែលហើយមិនយូរប៉ុន្មានសង្គ្រាមបានផ្ទុះឡើងទាហានបានមកដល់ក្នុងភូមិហើយបាននាំយកយុវជនដែលមានសុខភាពល្អទាំងអស់ទៅប្រយុទ្ធមនុស្សជាច្រើនមិនបានត្រឡប់មកវិញទេប៉ុន្តែដោយសារកូនប្រុសរបស់កសិករចំណាស់នេះបានបាក់កងជើងដូច្នេះគាត់មិនត្រូវបានយកទៅប្រយុទ្ធទេអ្នកជិតខាងបាននិយាយថាអ្នកមានសំណាងណាស់បរោះចំណាស់គ្រាន់តែញញឹមយ៉ាងសាមញ្ញមេរៀនអប់រំរឿងនេះគឺគេចង់បង្រៀនយើងថានៅក្នុងឆាកជីវិតយើងរាល់គ្នាតក់ក្រហល់ក្នុងការកំណត់អ្វីមួយថាល្អឬអាក្រក់លឿនពេកយើងត្រូវចាំឲ្យពេលវេលាបញ្ជាក់ឲ្យបានច្បាស់សិនមុននឹងសន្មត់វាពេលខ្លះការបរាជ័យនឹងការពីអ្នកពេលខ្លះភាពជោគជ័យបង្កប់ទៅដោយគ្រោះថ្នាក់ទៅវិញទេចូលយើងធ្វើចិត្តឲ្យបាននឹងណូហើយរក្សាភាពអត់ធ្មត់អ្វីដែលយើងមើលទៅដូចជាបរាជ័យពីដំបូងអាចនឹងក្លាយជាពរជ័យដ៏អស្ចារ្យបំផុតរបស់យើងនៅថ្ងៃស្អែក